សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើស៊ុបគុយទាវបងប្អូនចាស៊ុបគុយទាវបើអ្នកខ្លះគេហៅ phở អ្នកខ្លះគេហៅស៊ុបគុយទាវគោកតុយគោបងប្អូនចាហើយខ្ញុំទិញបានកតុយគោនៅខាង Costco តម្លៃធូរមែនទែនបងប្អូនតម្លៃតែ$21ម្ដុំហ្នឹងណាហើយមានច្រើនតែហើយល្អទៀតបងប្អូនចាហើយខ្ញុំធ្វើហ្នឹងគឺសម្រាប់ជូន live for បងប្អូនដើម្បីយើងជុំគ្នាអញ្ចឹងណាឲ្យខាត់ពេលយូរយើងទៅទស្សនាពីវិធីធ្វើទាំងអស់គ្នាចាហើយសម្រាប់ស៊ុបគោរបស់ខ្ញុំហ្នឹងគឺខ្ញុំអត់មានគ្រឿងអីច្រើនទេយើងគ្រឿងលក្ខណៈបែបគ្រួសារបងប្អូនចាអញ្ចឹងខ្ញុំមកដាំទឹកដើម្បីយើងស្រស់វាសិនអញ្ចឹងអូខេបងប្អូនគ្រឿងដែលខ្ញុំយកមកអាំងហ្នឹងគឺខ្ញុំមានតែខ្ទឹមបារាំងខ្ទឹមសហើយនឹងផ្កាច័ន្ទហើយនឹងដើមឈើអែមបងប្អូនចាអានេះក៏ប៉ិតគេត្រូវដាក់ខ្ទឹមសហ្នឹងជំរាបមួយសម្បកមួយអីចឹងណាប៉ុន្តែខ្ញុំអត់មានអញ្ចឹងខ្ញុំមានប៉ុណ្ណាខ្ញុំដាក់ប៉ុណ្ណឹងបងប្អូនបន្លែរបស់យើងមានការ៉ុតហើយនឹងសាឡារីខ្ញុំដាក់សាឡារីដើម្បីឲ្យទឹកស៊ុបយើងឈ្ងុយដែរបងប្អូនចាបងយើងមកដាក់ដាំទឹកទឹកស៊ុបយើងឲ្យហើយខ្ញុំដាក់ទឹកដាំ4លីត្រទឹកមួយទៀតដើម្បីយើងស្រស់កតុយគោបងប្អូនចឹងពុកឲ្យបងប្អូនយើងមកចាក់លាងឥឡូវទឹកលាងពុកហើយខ្ញុំដាក់ឆ្អឹងយើងចូលឆ្អឹងធំៗចឹងងាស់យូរខ្ទឹមបារាំងដែលយើងអាំងមុនហ្នឹងខ្ញុំដាក់ម្រេចតិចដែរបងប្អូនបន្លែខ្ញុំមានតែស្ដាយបដោះទេហើយនឹងជីបំសុយហើយនឹងជីអាណាតិចដែរបងប្អូនសាច់គោនេះគឺខ្ញុំទិញមកពីផ្សារ Mexican សាច់គោនេះនេះបងប្អូនដែលគាត់ចង់ទិញសាច់គោផុយសាច់គោឆ្ងាញ់ញ៉ាំទៅទន់ហ្មងណានេះហើយមានជាតិមានជាប់ខ្លាញ់ឃើញទេបងប្អូនហ្នឹងមិនតែសៃណាខ្លាញ់ណាមិនតែសៃអានេះសាច់ខ្លាញ់ទេអញ្ចឹងអាសាច់ហ្នឹងពេលញ៉ាំទៅឆ្ងាញ់ណាបងប្អូនចង់ធ្វើឡុកឡាក់ក៏បានធ្វើយ៉ាហនក៏បានគោឡើងភ្នំក៏ឆ្ងាញ់ហើយខ្ញុំយកមកធ្វើសាច់កាទៀវដែរសាច់ phở យើងហ្នឹងចានេះតម្លៃវាធូរថ្លៃទេបងប្អូន1ផោនវាដូចជា$8 1ផោនវា$8.09អញ្ចឹងអានេះវាទម្ងន់វា2ផោនអញ្ចឹងតម្លៃវា$16ជាង$16.42ខ្ញុំដាក់ចូលក្នុងស៊ុបដើម្បីទី1ទឹកស៊ុបរបស់យើងវាមានជាតិទី2ធ្វើឲ្យសាច់ហ្នឹងវាកាន់តែងុំឆ្ងាញ់ណាឥឡូវខ្ញុំពងរកកន្លែងហាន់វាហាន់ពាក់កណ្ដាលសិនណាយើងចង់ដឹងថាសាច់ហ្នឹងវាទៅខាងណាខាងណីនេះអានេះយើងហាន់ប៉ុណ្នេះទៅតែពេលយើងវាឆ្អិនទៅវារួញណាបងប្អូនចាដាក់សាច់ចូលគឺខ្ញុំស្រង់បន្លែសិនបងប្អូនបន្លែដូចខ្ទឹមបារាំងខ្ទឹមអីហ្នឹងគឺខ្ញុំស្រង់វាចេញមកយកបន្លែហ្នឹងវាអស់ជាតិទៅអញ្ចឹងយើងដោយសារយើងមកយូរមកដែរដាក់សាច់គោយើងចូលខ្ញុំដាក់ប្រហិតសាច់គោដែរបងប្អូនដាក់ឲ្យវាឆ្អិនសិនណាហើយទៅពេលហើយយើងលើកចេញវិញព្រោះតែយើងដាក់វាយូរពេកក៏ធ្វើឲ្យប្រហិតសាច់គោរបស់យើងផុយដែរយើងមកហាន់ជីរបស់យើងវិញចាឈ្ងុយបងប្អូនឈ្ងុយពេញផ្ទះហ្មងនិយាយទៅអានេះខ្ញុំទុកដោយសារតែខ្ញុំចង់ដូចថាបុកទឹកត្រីបុកអីអញ្ចឹងទៅយើងបានអាហ្នឹងស៊ីប្លុកទៅស្រួលឈ្ងុយបងប្អូនផ្សារខ្លះម្ដុំហ្នឹងតែ2000ទេ2000កន្លែងខ្លះអាច3000ឬក៏1រៀលអីអញ្ចឹងណាតែទៅបីមិនក៏វាថោកជាងគេដែរជីក្រហមជីអាណានេះថ្លៃជីក្រហមជីនឹងវងហ្នឹងហើយបើស្លឹកខ្ទឹមក៏ថោកដែរស្លឹកខ្ទឹមឯណានេះថោកមានន័យថាធូរថ្លៃជាងគេអញ្ចឹងយើងអាចជីក្រហមមួយទៀតបងប្អូនជីនឹងវងទៅនិយាយជីមិញហ្នឹងនឹកគិតថាអីអាហ្នឹងត្រូវតែដាក់ជីវងមិនឆ្ងាញ់ណាអូខេយើងមកចាត់គោឆ្មាយើងពីគ្រឿងណាព្រោះយើងគាត់តម្លាស់កតុយគោហ្នឹងយើងអត់ដាក់គ្រឿងទេអញ្ចឹងគ្រឿងសំ secret របស់ខ្ញុំហ្នឹងគឺនេះបងប្អូននេះ secret ទៀតណាអ្នកខ្លះគេដាក់ដុំស៊ុបប៉ុន្តែខ្ញុំទិញអានេះយកមកដាក់ក៏ឆ្ងាញ់យ៉ាងដែរបងប្អូននេះវាប្លែកដែរចានេះយើងគ្រឿងគោបងប្អូនចង់ឆាក៏បានចង់ស៊ុបក៏បានដែរចាអញ្ចឹងកតុយគោយើងត្រូវតែដាក់គ្រឿងគោបើសិនជាយើងជ្រូកយើងដាក់ chicken powder យើងដាក់ស៊ុបមាន់ណាអញ្ចឹងខ្ញុំដាក់តែមួយស្ព្រីបាយទេបងប្អូនចាដាក់តែមួយស្ព្រីបាយទេនេះខ្ញុំដាក់ទឹកត្រីរូបក្តាម3ដាក់ទឹកត្រីមកអីក៏បានដែរឲ្យទឹកត្រីបងប្អូនតែខ្ញុំមានតែម៉ាក់ហ្នឹងខ្ញុំដាក់3ស្ព្រីបាយបងប្អូនហើយស្ព្រីបាយរបស់ខ្ញុំវាអត់កំប៉ុងណាវារាក់មែនតើអញ្ចឹងតិចទេស្ករក្រហមខ្មែរយើងហ្នឹងចា palm sugar ហ្នឹង
ខ្ញុំដាក់បន្តិចដែរដាក់ច្រើននេះព្រោះយើងបន្ថែម flavor បន្តិចចឹងណាថែមរសជាតិតិចចឹងជាតិឡំឈ្ងុយពីឆ្អឹងកតុយហើយនឹងឈ្ងុយពីបន្លែវិញចឹងណាតិចដើម្បីឲ្យមានជាតិណាពីចេងអូខេប៉ុណ្ណឹងយើងដាក់ម្ងាស់វាសិនទៅហើយបើសិនជាបន្ទាប់ពីម្ងាស់រយៈពេល1 ម៉ោងអីទៀតយើងភ្លក់ទៅយើងគិតថាវាស្ទើរគ្រឿងអីយើងថែមថយហើយទឹកស៊ុបគឺយើងអត់អាចដាក់ខ្លាំងឲ្យវាពុះខ្លាំងទេណាបងប្អូនគឺដាក់ភ្លើងហឹមព្រោះទឹកស៊ុបរបស់យើងគឺថ្លាហើយឆ្ងាញ់ជាតិតែបើយើងដាក់ភ្លើងខ្លាំងពេកគឺទឹកស៊ុបរបស់យើងគឺអត់ឆ្ងាញ់ទេវាដូចរសជាតិលក្ខណៈបខំណាចេះឆ្ងាញ់ជាងនិយាយទៅមានជាតិហ្មងសាច់ហ្នឹងណាតោះបងប្អូនយើងមកលេកាទៀវញ៉ាំទាំងអស់គ្នាហើយខ្ញុំដាក់ស្ដាច់ចុះយើងដាក់ប្រហិតតិចទៅសាច់តិចទៅតបមកយើងដាក់ជីឲ្យហើយតែហ្មងដើម្បីឲ្យមានភាពច្រោះឆ្អាតហើយបងប្អូនអូខេអញ្ចឹងយើងមកដាក់ទឹកស៊ុបអូទៅដងបងប្អូននេះអូទឹកស៊ុបយើងថ្លាល្អណាបងប្អូននេះអូទាវហ្វជាមួយខ្ញុំទាំងអស់គ្នាមើលភ្លក់ទឹកស៊ុបសិនអូជាតិសឡប់ហើយនេះមកទេសជ្រូកខ្ញុំធ្វើខ្លួនឯងដែរបងប្អូនទេសជ្រូកឲ្យខ្ទឹមទេសជ្រូកឲ្យខ្ទឹមជ្រូកយ៉ាទាវយើងអត់ទន់ពេកអត់ស្វិតពេកគឺថាល្មមតែម្ដងសាច់ចំណិតខ្ទឹមហ្នឹងស្រួយចាសម្រាប់វីដេអូខ្ញុំនេះរៀងវែងបន្តិចឲ្យបងប្អូនហើយអរគុណបងប្អូនមែនទែនដែលតែងតែគាំទ្រនិងទស្សនាវីដេអូខ្ញុំកន្លងមកហើយបើសិនជាបងប្អូនចូលចិត្តកុំភ្លេចជួយ like ជួយ share និង follow ផងចាអរគុណជម្រាបលាបាយបាយបងប្អូនកុំភ្លេចធ្វើញ៉ាំបងប្អូនគ្នាគ្រឿង ingredient រូបមន្តវាតន្តិចដែរទេមិនច្រើនអីហ្មងនេះសំខាន់យើងងាស់ជាមួយនឹងកតុយគោហ្នឹងឲ្យវាច្រើនម៉ោងអញ្ចឹងណា at least ណាក៏បាន6 ម៉ោងឯណា